ចាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកមើលអំពីព័ត៌មានសង្ខេបរបស់ប្រទេសអ៊ីរ៉ង់ហើយនិងអាមេរិកវិញក្នុងរយៈពេល2ថ្ងៃនេះតើព័ត៌មានហេតុការណ៍វាយ៉ាងម៉េចខ្លះសូមមើលនៅក្នុងផែនទីនេះខ្ញុំនឹងបញ្យល់ប្រាប់ជាភាសាខ្មែរចាសួស្តីបងប្អូននេះគឺជាការវិវត្តនៃសង្គ្រាមរវាងអ៊ីរ៉ង់និងអាមេរិកបន្ទាប់ពីប្រទេសអ៊ីរ៉ង់បានបាញ់យន្តហោះខ្ទង់រុយនៅក្នុង Strait Hormuz កាលពីថ្ងៃពុធបន្ទាប់មកគឺប្រទេសអាមេរិកគឺលោកប្រធានាធិបតី Trump ថាលោកនឹងមានការវាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ង់ចានេះគឺប្រទេសអ៊ីរ៉ង់កាលពីថ្ងៃប្រហ័សយប់ថ្ងៃព្រឹកថ្ងៃប្រហ័សនៅប្រទេសអ៊ីរ៉ង់គឺមានការវាយប្រហារជាច្រើនកន្លែងនៅក្នុងទីក្រុងថៃរ៉ាននិងភាគខាងត្បូងហើយបន្ទាប់មកទៀតគឺប្រធានាធិបតី Trump បាននិយាយថានៅក្នុងនៅដែរគឺនឹងមានការវាយប្រហារយ៉ាងខ្លាំងរួមទាំងគម្រាមថានឹងយកវាយយកកោះ Kak Island ដែលនៅក្នុងកន្លែងនេះចាហើយប្រទេសអ៊ីរ៉ង់វិញគឺមានការវាយប្រហារទៅលើលានដ្ឋានទ័ពរបស់អាមេរិកដែលបានដាក់នៅក្នុងប្រទេសកុយវ៉ាតហើយនិងក្រុងបារ៉ានចានៅក្នុងកន្លែងនេះចាចំណែកប្រទេសអ៊ីរ៉ង់វិញក៏បានប្រកាសថាបិទច្រកហូម៉ូសទាំងស្រុងតែម្ដងគឺមិនឲ្យមានការបើកឲ្យមានដំណើរការនោះទេចាប៉ុន្តែដល់ពេលល្ងាចម្សិលមិញថ្ងៃប្រហ័សនេះខ្ញុំឃើញក្នុងទំព័រ Facebook របស់ប្រធានាធិបតី Trump បាននិយាយថាគឺប្រទេសអ៊ីរ៉ង់និងប្រទេសអាមេរិកមានការនិយាយគ្នាបានយ៉ាងរីកចម្រើនហើយមានការពិភាក្សាគ្នាបានលទ្ធផលយ៉ាងល្អដែលអាចនឹងឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅចុងសប្តាហ៍នេះក៏អាចថាបានចាឥឡូវយើងចាំមើលបន្តទៀតអរគុណបងប្អូនសូមចុច Like ចុច Share និងជួយគាំទ្រវីដេអូខ្ញុំផង